តាចាហៅសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី10នៃការចែករំលែកទាក់ទងទៅនឹងមេរៀនបន្តពីមេរៀនមូលដ្ឋានគ្រឹះនៃភាសាចិនអញ្ចឹងថ្ងៃនេះយើងមករៀនតទាក់ទងទៅនឹងមេរៀនលេខរបស់យើងតចប់តែម្ដងដោយសារតែថ្ងៃមុនយើងរៀនទៅបានខ្លះអញ្ចឹងថ្ងៃនេះខ្ញុំមកបញ្ចប់ទាក់ទងទៅនឹងមេរៀនលេខទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំសូមរំលឹកមេរៀនរបស់យើងបន្តិចរួចចាំយើងចូលបន្តទៀតបាទអញ្ចឹងយើងរៀនពីម្សិលមិញតោះឥឡូវយើងអានទាំងអស់គ្នាបាទស៊ូហ្គឺបាទស៊ូហ្គឺលេខរៀងបាទអញ្ចឹងលេខទី1បាទ1បាទ2 3 4 5 6 7 8 9 10បាទអញ្ចឹងមកដល់ត្រង់នេះយើងត្រូវការជជែកគ្នាបន្តិចទាក់ទងទៅនឹងលេខ20អញ្ចឹងលេខ20ដូចបានបញ្ជាក់ពីម្សិលមិញអញ្ចឹងលេខ20លេខ30 40 50 60 70 80 90អញ្ចឹងយើងគ្រាន់តែដាក់តួលេខនៃចំនួននោះពីមកហើយយើងដាក់លេខ10ពីក្រោយនោះវានឹងទៅជាខ្ទង់10ហើយបាទអញ្ចឹងឧទាហរណ៍នេះជាក់ស្ដែងលេខ20អញ្ចឹងយើងទៅដាក់លេខ2ពីមុខមក20អញ្ចឹងលេខ20ដល់ពេល2122បាទ222324ហូហារហូតចឹងទៅរហូតដល់ថ្ងៃហ្នឹងយើងចប់ពីម្សិលមិញយើងបានចប់ត្រឹមខ្ទង់20ខ្ទង់អីចឹងទៅបាទដល់ខ្ទង់100អញ្ចឹងថ្ងៃហ្នឹងយើងបន្តទៀតអញ្ចឹង100យើងហៅគេ100បាទ100 100200បាទ200បាទ200អញ្ចឹងត្រូវកត់ចំណាំមួយទៀតតកតងទៅនឹងដូច200អីអញ្ចឹងសម្រាប់និយាយចំទៅចំពោះលេខ2បាទលេខ2បើសិនជានៅតួខាងមុខអញ្ចឹងយើងគេនិយមប្រើគេតែងតែប្រើពាក្យថាលៀងជំនួសឲ្យបាទអញ្ចឹងដូចនេះជាក់ស្ដែងអីអញ្ចឹង200អីអញ្ចឹង2000អីជាដើមអញ្ចឹងគេតួអង្គលេខ2ហ្នឹងគេអត់យកមកប្រើទេបាទគេយកពាក្យថាលៀងមកប្រើបាទអញ្ចឹងយើងចាំទាំងអស់គ្នាបាទអញ្ចឹងដូច200ដូច2000ដូច20000អីផ្សេងហ្នឹងគេប្រើពាក្យលៀងពីមុខបាទលៀងហ្នឹងជំនួសនៃឲ្យនឹងឯងបាទអូខេតោះឥឡូវយើងទៅទៀតបាទ1000បាទ1000ចិត្តយើងហៅថាអ៊ីឈៀនបាទអ៊ីឈៀន1000បាទអញ្ចឹងឥឡូវយើងបន្តទៀតមកដល់ត្រង់នេះត្រង់2000បាទ2000យើងអានថាលៀងឈៀនបាទលៀងឈៀនបាទបន្តទៀតបាទអ៊ីវ៉ាន់10000បាទអញ្ចឹង20000យើងអានថាលៀងវ៉ាន់បាទលៀងវ៉ាន់20000អញ្ចឹងត្រង់ចំណុចនេះបាទខ្ទង់10000រួចអីគេទៀតបាទរាប់រយពាន់ម៉ឺនសែនមែនអត់អញ្ចឹងត្រូវចាំថាក្នុងភាសាចិនខ្ទង់សែនអត់មានទេអញ្ចឹងដើម្បីអាចបង្កើតជាខ្ទង់សែនបានយើងត្រូវប្រើប្រាស់ខ្ទង់10000នឹងជាគោលបាទអញ្ចឹង1សែនស្មើប្រមាណម៉ឺន100000មែនអត់បាទអញ្ចឹងក្នុងនឹងគឺយកលេខ10បូកនឹងឯកតា10000ទៅអញ្ចឹងទៅជា100000អញ្ចឹងបានន័យថាស្មើ1សែននឹងឯងបាទអញ្ចឹង1សែនហ្នឹងគឺយើងហៅថា10វ៉ាន់បាទ10វ៉ាន់ដែល10ហ្នឹងលេខ10វ៉ាន់ហ្នឹងគឺខ្ទង់10000បាទអញ្ចឹង100000អញ្ចឹងបានន័យថាស្មើ1សែនបាទអញ្ចឹងបន្តទៀតបាទអញ្ចឹង1លានយើងប្រើពាក្យបាទ1លានក្នុងនេះយើងប្រើពាក្យ100អីបាទ1000000បាទ1000000អញ្ចឹង1000000ស្មើនឹង1លានបាទអញ្ចឹងយើងប្រើ100វ៉ាន់បាទ100វ៉ាន់1លានបាទឥឡូវយើងរៀនហាត់ធ្វើកូនលំហាត់នឹងទាំងអស់គ្នាអញ្ចឹងដូចក្នុងនេះយើងមាន455អញ្ចឹងយើងទៅសេទៅជាចិនបាទអញ្ចឹង400អញ្ចឹងសេលេខ4សិនមកបាទលេខ4នេះគេបាទយើងរៀនពីម្សិលមិញសឺមែនអត់បាទសឺលេខ4ដល់ពេល400ខ្ទង់100គេហៅថាអីគេបាយមែនអត់បាទអញ្ចឹងទៅសេបាយចូលមកអធិស្ឋានបាទសឺបាយហ្នឹងបានន័យថា400ដល់ពេលនៅអីគេនៅ55ទៀត55អីគេបាទលេខ5
55ត្រូវអត់បាទ55ត្រូវអត់បាទអញ្ចឹងនៅសល់3ទៀតទុកឲ្យបងប្អូនគ្នាយើងទាំងអស់គ្នាយកទៅហាត់ធ្វើបាទក្នុងនោះប៉ុណ្ណេះក៏បានមកភ្ជាប់នៅជាមួយពាក្យចំនួន4បាទពាក្យថ្មីរបស់យើងសម្រាប់ផ្សារភ្ជាប់ជាមួយលេខដើម្បីឲ្យបងទាំងអស់គ្នារៀនបានអនុវត្តហាត់និយាយបាទអញ្ចឹងក្នុងនោះមានពាក្យថាជាន2បាទជាន2បកប្រែមកថារូបិយប័ណ្ណលុយរៀលហ្នឹងបាទលុយរៀលលុយខ្មែរយើងហ្នឹងគេហៅថាជាន2បាទអញ្ចឹងបន្ទាប់មកទៀតមានពាក្យ3ទៀតដែលបកប្រែមកថាដុល្លារបាទអូត្រង់នេះហាក់បីដូចជាទៅសេច្រឡំបាទយៀនបាទmấy yuan បាទអញ្ចឹងពាក្យទី1នេះយើងអានថាmấy yuan បាទmấy yuan មួយទៀតmấy chin បាទmấy chin មួយទៀតដែលគេនិយមប្រើយើងតែងតែលើប្រចាំថ្ងៃដែលញឹកញយហ្នឹងគឺគេហៅថាខុយបាទខុយបាទលៀងខុយបាទ2ដុល្លារអញ្ចឹង3ពាក្យនេះបូកប្រែមកថាដុល្លារបាទអញ្ចឹងរូបិយប័ណ្ណដុល្លារហ្នឹងយើងហៅថាmấy yuan ក៏បានmấy chin ក៏បានឬក៏ខុយក៏បានដែរខុយបាទអញ្ចឹងដែលគេនិយមប្រើដែលគេនិយមហៅនៅក្នុងទីផ្សារយើងទៅទិញអីហ្នឹងភាគច្រើនដែលចំណាំតែលើគេនិយាយហ្នឹងភាគច្រើននេះបាទពាក្យទី3ហ្នឹងអាសាលើគេនិយាយច្រើនមែនតើនៅពាក្យថាខុយបាទតោះសោជ្រៀនណាអញ្ចឹងភាគច្រើនគេនិយាយបែបហ្នឹងឯងខុយហ្នឹងភាគច្រើនលើគេនិយាយច្រើនបាទអញ្ចឹងយើងសាកយកលេខទាំងអស់ហ្នឹងមកផ្សារភ្ជាប់ជាមួយពាក្យរបស់យើងទាំងអស់គ្នាឧទាហរណ៍ថា100រៀលបាទ100រៀលយើងនិយាយថាម៉េចទៅបាទ100បាទ100គេអ៊ីបាយមែនអត់បាទអ៊ីបាយដល់ពេល100រៀលអ៊ីបាយជាង2បាទអញ្ចឹងអ៊ីបាយជាង2អញ្ចឹង100រៀលអីទៀតបាទឥឡូវនៅក្នុងនេះមានអីគេបាទ2000មែនអត់អញ្ចឹងយើងចង់និយាយថា2000ដុល្លារអញ្ចឹងយើងនិយាយថាម៉េច2000块បាទ2000块អញ្ចឹង2000ដុល្លារឬមួយក៏2000美元បាទ2000美元បាទអញ្ចឹងយើងក៏បានដែរបាទអញ្ចឹងឬមួយក៏2000美金អញ្ចឹងក៏បានដែរប៉ុន្តែអាស្រ័យលើបងទាំងអស់គ្នាទេស្និទ្ធមួយណាទម្លាប់ហៅមួយណាថាស្រួលជាងហៅមួយនឹងចោះអត់អីទេប៉ុន្តែចង់ប្រាប់ថាពាក្យខុយហ្នឹងយើងអាសាលើនៅក្នុងសង្គមនិយាយឬមួយក៏គេទៅទិញអីផ្សេងនៅក្នុងទីផ្សារលើគេនិយាយនឹងពាក្យនឹងច្រើនបាទអញ្ចឹងសម្រាប់3នេះទុកជូនបងប្អូនទាំងអស់គ្នាធ្វើជា assignment ខ្លួនឯងទៅបាទ homework សម្រាប់អនុវត្តខ្លួនឯងសាកលើមើលតកតងទៅនឹងមេរៀនដែលយើងរៀនរួចអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានប៉ុណ្្នឹងទេអរគុណច្រើនបងទាំងអស់គ្នាសម្រាប់ការចូលតាមដានទស្សនាវីដេអូនេះអញ្ចឹងបើសិនបងត្រូវការselect កិច្ចការមួយហ្នឹងដែលផ្ទៃអញ្ចឹងហ្មងណាបាទអញ្ចឹងអាចចូលទៅក្នុង group Telegram របស់យើងបានដែលបងប្អូនគាត់ទៅ search នៅក្នុងរបារ search ហើយវាយពាក្យបែបនេះបាទវាយអញ្ចឹងមកបាទ tiktok/com ហើយក្រុមនេះបាទអញ្ចឹងនេះបែបនេះបាទបងប្អូនទាំងអស់គ្នាគ្រាន់តែវាយនៅក្នុងរបារ search នៃ Telegram ទៅហើយវាពាក្យបែបនេះនឹងឃើញក្រុមតកតទៅនឹងសិក្សាមេរៀនមូលដ្ឋានគ្រឹះនៃភាសាចិនចាំបងប្អូនអាចចូលទៅទាញយកតកតទៅនឹងសិលឹកកិច្ចការមួយនឹងបានដោយឥតគិតថ្លៃផងដែរចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូបន្តទៀតអូខេបាយបាយសេឈៀន